នោះពើវាងដែលដឹងពីអាចកំបាំងនេះបានឲ្យហ្វាន់ឆាងយូចេញទៅលាក់ខ្លួនមួយរយៈសិនចាំត្រឡប់មកវិញគាត់គិតថាពួកជនស្លៀកពាក់ខ្មៅនោះប្រហែលជាឪពុកនាងធ្លាប់មានគំនុំការពីធ្វើជាអ្នករក្សាការនៅយាមទំនិញពីមុនពេលហ្វាន់ឆាងយូកំពុងគិតថានឹងទៅណាស្រាប់តែរកស៊ីចឹងមិនឃើញលុយនឹងសម្បត្តិឡាដែលស៊ីចឹងបន្សល់ទុកធ្វើឲ្យហ្វាន់ឆាងយូយល់ច្រឡំថាស៊ីចឹងបានចាក់ចេញទៅបាត់ហើយហ្វាន់ឆាងយូកំពុងតែពិបាកចិត្តថាស៊ីចឹងហេតុអ្វីចាក់ចេញមិនលាស្រាប់តែស៊ីចឹងត្រឡប់មកវិញភ្លាមតាមពិតគេគ្រាន់តែទៅជួយអានសម្បត្តិពីផ្ទះឲ្យអ្នកចិត្តខាងប៉ុណ្ណោះសម្បត្តិលានឹងលុយនោះសុទ្ធតែជាកុងស៊ុនទុកឲ្យទេហ្វាន់ឆាងយូដោយសារអានអក្សរមិនសូវច្បាស់គូផ្សំនឹងស៊ីចឹងមិននៅផ្ទះទៀតទើបនាងយល់ច្រឡំដើម្បីលាក់បាំងស្នាមយំរបស់ខ្លួនហ្វាន់ឆាងយូបានត្រឹមដុតសាច់ក្រកដើម្បីបង្វែរការចាប់អារម្មណ៍ហ្វាន់ឆាងយូគិតថានាងចិត្តត្រូវចេញទៅលាក់ខ្លួននៅខាងក្រៅនាងក៏រៀបចំសរសេរសម្បត្តិលែងលេះជាមួយលីស៊ូហើយទុកលុយឲ្យស៊ីចឹងខ្លះដើម្បីឲ្យគេនៅដឹងរបួសនៅផ្ទះលោកពូឲ្យបានល្អនាងមិននឹកស្មានថាស៊ីចឹងនិយាយថានឹងទៅជាមួយនាងធ្វើឲ្យហ្វាន់ឆាងយូដែលកំពុងខកចិត្តស្រាប់តែញឹមបិទមាត់មិនចិត្តប៉ុន្តែស៊ីចឹងក៏ចាប់ផ្ដើមសាកល្បងសួរពីអាចកំបាំងត្រកូលហ្វាន់តើឪពុកម្ដាយនាងមានបន្សល់ទុកវត្ថុអីខ្លះដែលនាងត្រូវយកទៅជាមួយទេកំបិតសម្រាប់ជ្រូកនៅមានទៀតទេប្លង់ដីចុះមានរបស់អ្វីដែលម្ដាយធ្លាប់ផ្ដាំថាទោះជារត់គេចខ្លួនក៏ត្រូវយកទៅជាមួយដែរឬទេមានតើប្អូនស្រីខ្ញុំមិនស៊ីចឹងមិនដឹងទេថាអាចកំបាំងដែលគេសាកសួរមិនចេញនោះហ្វាន់ឆាងយូស្ទើរតែដឹងថាឪពុកមិនមែនជាកូនបង្កើតរបស់ត្រកូលហ្វាន់ទៅហើយពេលនាងយកសាច់ទៅឲ្យលោកតាហ្វាន់ប៉ុន្តែត្រូវបានកាប់ផ្ដាច់ដោយសម្លេងជាប្រតិចរបស់មីងធំហ្វាន់ហ្វាន់ឆាងយូដែលមិនបានឬអាចកំបាំងក៏រៀបចំបិទទ្វារតូបសាច់ជ្រូករៀបចំបង្វិចចេញដំណើរប៉ុន្តែក៏ត្រូវបានចុងភើលីស៊ូនៃហាងយីសៀងមករកតាមពិតគឺថៅកែហាងយីសៀងចង់ជួបហ្វាន់ឆាងយូពេលឃើញស្រីស្អាតនៅពីក្រោយវាំងននហ្វាន់ឆាងយូមានអារម្មណ៍អៀនខ្មាស់អ្នកទាំងពីរជួបគ្នាសុទ្ធតែភ្ញាក់ផ្អើលហ្វាន់ឆាងយូភ្ញាក់ផ្អើលដែលថៅកែហាងមិនមែនជាមនុស្សប្រុសតែជាស្រីស្អាតយូឆានឆានក៏មានចិត្តអាណិតស្រឡាញ់ចំពោះនារីលក់សាច់ជ្រូកដ៏ស្រស់ស្អាតម្នាក់នេះដែរហើយដែលនាងមករកហ្វាន់ឆាងយូក៏ព្រោះតែចង់សហការជាមួយនាងដោយសង្ឃឹមថានឹងទិញសាច់របស់ត្រកូលហ្វាន់គិតដល់រឿងចិត្តត្រូវចាក់ចេញហ្វាន់ឆាងយូក៏រៀបចំប្រគល់គ្រឿងផ្សំនឹងរូបមន្តសាច់ខឲ្យយូឆានឆានភាពស្មោះត្រង់របស់ហ្វាន់ឆាងយូធ្វើឲ្យយូឆានឆានបារម្ភថានាងចេញទៅក្រៅនឹងត្រូវគេបោកប្រាស់ហើយដែលហ្វាន់ឆាងយូស្មោះត្រង់នឹងយូឆានឆានក៏ដោយសារលីស៊ូនិងឪពុកហ្វាន់ជាមិត្តភក្តិនឹងគ្នាយូរឆ្នាំមកហើយនាងជឿជាក់ថាទង្វើរបស់លីស៊ូល្អបែបនេះថៅកែរបស់គាត់ក៏ច្បាស់ជាមិនអាក្រក់ដែរដើម្បីកុំឲ្យចំណេញពីហ្វាន់ឆាងយូយូឆានឆានស្នើថាមុនពេលហ្វាន់ឆាងយូចាក់ចេញនាងអាចគត់គង់សាច់ក្រោយគាត់ធ្វើបែបនេះនាងក៏អាចរកលុយបានច្រើនដែរគិតថានឹងអាចសន្សំលុយទុកចិញ្ចឹមគ្រួសារបានខ្លះហ្វាន់ឆាងយូក៏យកព្រមយូឆានឆានមិនត្រឹមតែបើកប្រាក់ឈ្នួលប្រចាំថ្ងៃឲ្យហ្វាន់ឆាងយូទេថែមទាំងព្រមចុះកិច្ចសន្យាការងារជាមួយនាងទៀតផងប៉ុន្តែប្រឈមមុខនឹងអ្នកលក់សាច់ជ្រូកដែលចង់មករករឿងហាងយីសៀងយូឆានឆានដ៏កាចឆ្នះក៏នឹងបង្រៀនគេឲ្យចេះធ្វើមនុស្សដែរក្នុងនាមជាមនុស្សសម័យថ្មីនាងមិនបណ្ដោយឲ្យខ្លួនឯងរងទុក្ខទេជាទូទៅបើខឹងគឺត្រូវតែបញ្ចេញឲ្យអស់ពីចិត្តតែម្ដងចំណែកហ្វាន់ឆាងយូវិញមិនដឹងគេថាដោយសារមានវត្តមានរបស់ស៊ីចឹងទើបនាងក៏ត្រូវមនុស្សប្រុសចាប់អារម្មណ៍ដែរដើម្បីឲ្យស៊ីចឹងនិងហ្វាន់ឆាងយូបានរួមរកឆាប់មីងចៅតាំងចិត្តបោកកំរាលភួយដែលហ្វាន់ឆាងយូក្រាលដីផ្ទាល់ដីគាត់គិតថាស៊ីចឹងច្បាស់ជាអាណិតហ្វាន់ឆាងយូដែលគ្មានភួយដណ្ដប់មិនខុសពីការរំពឹងទុកមីងចៅចាប់ចំណុចខ្សោយរបស់ស៊ីចឹងបានមែនមកទីនេះបើមិនមកដេកទីនេះទេម្ដាយខ្ញុំប្រកាសជាដេកមិនលក់មួយយប់ទល់ភ្លឺមិនខានហ្វាន់ឆាងយូដើម្បីកុំឲ្យស៊ីចឹងយល់ច្រឡំថានាងចង់រួមរ័ត្នបានត្រឹមពន្យល់ថានាងមិនមានចិត្តគិតអាក្រក់លើស៊ីចឹងទេហើយក៏ប្រាប់គេកុំឲ្យបន្ទោសទឹកចិត្តរបស់មីងចៅដែរមើលស្រមោលក្រៅបង្អួចដែលកំពុងលួចស្ដាប់ស៊ីចឹងមានល្បិចក្នុងចិត្តក៏ស្ទុះទៅអោបហ្វាន់ឆាងយូតែម្ដងគេបង្ហាញថាបើចង់សម្ដែងត្រូវតែសម្ដែងឲ្យដល់កុំឲ្យមីងចៅពួកគេរងចាំនៅខាងក្រៅឥតប្រយោជន៍ពិតមែនតែសម្លេងរំខានរបស់អ្នកទាំងពីរធ្វើឲ្យមីងចៅយល់ច្រឡំថារួមរកជោគជ័យឯស៊ីចឹងដែលទុនខ្សោយក៏ឆាប់អស់កម្លាំងដែរខ្ញុំនៅខាងលើលោកសម្រាប់បន្តិចទៅក៏បានក្រោយពីបដូរទីតាំងគ្នាដើម្បីជៀសវាងការសម្លឹងមុខគ្នាស៊ីចឹងក៏សួរថាបើថ្ងៃណាមួយឪពុកម្ដាយហ្វាន់ចង់ធ្វើបាបនាងតើនាងនឹងមានអារម្មណ៍យ៉ាងណាចម្លើយរបស់ហ្វាន់ឆាងយូថាបើមានអ្នកណាម្នាក់ចង់ធ្វើបាបនាងដល់ឫសគល់ម្នាក់នោះនឹងលែងជាសាច់ញាតិរបស់នាងទៀតហើយមួយរំពេចនោះចម្លើយដែលស៊ីចឹងរកមិនឃើញក៏ត្រូវបានលាតត្រដាងពេលខ្យល់ផ្លុំពន្លត់ភ្លើងទៀនបរិយាកាសរ៉ូមែនទិករវាងអ្នកទាំងពីរក៏កាន់តែខ្លាំងឡើងស៊ីចឹងថែមទាំងហៅហ្វាន់ឆាងយូឲ្យសាកល្បងភ្លក់រសជាតិស្ករសម្បកក្រូចក្នុងមាត់គេទៀតផងភាពបរិសុទ្ធនិងរំភើបរបស់ហ្វាន់ឆាងយូមិនអាចបដិសេធបានឡើយតែទើបតែរៀបនឹងថាប់គ្នាពួកជនស្លៀកពាក់ខ្មៅក៏មកដល់ទៀតស៊ីចឹងនៅរារាំងពីក្រោយដើម្បីពន្យាពេលឲ្យហ្វាន់ឆាងយូគេចខ្លួនហើយទីបំផុតគេក៏បានដឹងពីមូលហេតុដែលពួកគេចេះតែតាមរំខានបងប្អូនត្រកូលហ្វាន់ម្ដងហើយម្ដងទៀតមាត់ចារកម្មក្នុងកងទ័ពខ្ញុំធ្លាប់ឆ្កេះចេញរាប់មិនអស់បើឯងចង់សាកខ្ញុំក៏អាចសម្រេចបំណងឲ្យឯងបានដែរនំប៉ាវដុតធូបនោះមានលក្ខសម្បត្តិមួយច្បាប់គួរឲ្យស្ដាយថាតើជាសម្បត្តិអ្វីធៀបទៅនោះមិនបានប្រាប់ទេចំណែកហ្វាន់ឆាងយូដែលរត់គេចខ្លួនក៏ត្រូវបានលីហួយអានដែលកំពុងស៊ើបអង្កេតរឿងសម្លាប់នៅឆាសានជួយសង្គ្រោះហ្វាន់ឆាងយូដែលសុវត្ថិភាពហើយដោយសារបារម្ភពីសុវត្ថិភាពស៊ីចឹងក៏ប្រញាប់ត្រឡប់ទៅផ្ទះវិញយ៉ាងអន្ទះសារតែនាងបែរជាឃើញស៊ីចឹងពេញដោយឈាមដេកដួលលើដីឃើញស៊ីចឹងសន្លប់មិនដឹងខ្លួនហ្វាន់ឆាងយូបន្ទោសខ្លួនឯងខ្លាំងណាស់ដឹងអញ្ចឹងនាងគួរតែឲ្យហឺលីចាញ់ស៊ីចឹងដើម្បីដូរទីតាំងរបួសប្រហែលជាស៊ីចឹងមិនបាច់រងរបួសចាស់
មិនទាន់ជាសេះស្បើយត្រូវរងរបួសថ្មីទៀតបែបនេះទេទឹកភ្នែកអាណិតស៊ីចឹងរបស់នាងបានដាស់ស៊ីចឹងឲ្យដឹងខ្លួនភ្លាមៗតាមពិតគេគ្រាន់តែធ្វើពុតជាសន្លប់ដើម្បីគេចពីលីហួយអានទេក្រោយពីដឹងពីមាត់ខៀតកថាមហាមន្ត្រីវ័យដើម្បីស្វែងរកសម្បត្តិនោះហ៊ានសំបីតែសម្រាប់បងប្អូនត្រកូលហ្វាន់ស៊ីចឹងដែលបារម្ភពីសុវត្ថិភាពហ្វាន់ឆាងយូក៏ខំប្រឹងទាញរាងកាយដែលរងរបួសធ្ងន់ចេញទៅរកនាងតែបែរជាឃើញទស្សនវិជ្ជាហ្វាន់ឆាងយូត្រូវលីហួយអានជួយសង្គ្រោះទៅវិញដើម្បីជៀសវាងកុំឲ្យលីហួយអានរកឃើញស៊ីចឹងបានត្រឹមត្រឡប់មកផ្ទះមុនហើយលោកពូក៏រកឃើញរបស់ស៊ីចឹង